សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងបែបក្រៀមក្រោះតែឆ្ងាញ់បងប្អូនគឺបានញោមបែបប៉ោះតសក់ហើយនឹងឆៃថាវហូបជាមួយនឹងត្រីចំហុយហើយចំពោះត្រីចំហុយថ្ងៃនេះគឺខ្ញុំយកមកប្រឡាក់ជាមួយនឹងស្ករសប៊ីចេងសិនមុននឹងយកទៅបំពងបងប្អូនចំពោះត្រីចំហុយមួយមុខនេះគឺយើងអាចធ្វើបានច្រើនមុខបងប្អូនយើងអាចយកស្លសរុបក៏បានឬក៏យកទៅចៀនហូបក៏បានឬក៏យកទៅបុកទឹកគ្រឿងឬក៏បុកកសាំងបុកពិលបានពុយហើយឬក៏ត្រីធូរបងប្អូនគឺថាខ្ញុំចូលចិត្តណាស់បងប្អូនមុនតែឥឡូវគឺយូរហូបមិនទេបងប្អូនដោយសារទៅវាចេះតែឈឺកអញ្ចឹងអត់សូវហូបញាប់ទេយូរហូបម្ដងឥឡូវនេះយើងប្រឡាក់ត្រីរួចរាល់ហើយមកធ្វើការហាន់បន្លែរបស់យើងមានដូចជាតសក់ប៉េងប៉ោះហើយនឹងឆៃឆាវបន្លែញាំដើម្បីទប់ហូបជាមួយនឹងត្រីចំហុយចៀនរបស់យើងចំពោះថៃថាវបងប្អូនចិត្តសវៈវាស្អាតហើយចាំយកទៅហាន់វាប្រទេសបងប្អូនហើយយកទៅបាច់ជាមួយនឹងអំបិលដើម្បីឲ្យថៃថាវរបស់នៅហ្នឹងបងប្អូនចិត្តដូចខ្ញុំអញ្ចឹងហើយយកទៅច្របាច់វាជាមួយអំបិលក្រួសក៏បានដែរបងប្អូនច្របាច់វាឲ្យទន់ឲ្យថៃថាវយើងឡើងទន់ល្អហើយចាំយើងលាងទឹកចោលទុកវាឲ្យសោះទឹកសិនបងប្អូននេះខ្ញុំចាត់រួចរាល់ហើយខ្ញុំធ្វើការច្របាច់ជាមួយនឹងអំបិលបងប្អូនអំបិលយើងច្របាច់អំបិលក្រួសទៅដើម្បីធ្វើថៃថាវយើងទន់ល្អបងប្អូនឃើញអត់គឺថាសាច់ថៃថាវឡើងទន់ល្មមឥឡូវខ្ញុំមកធ្វើការចិតតក់សិនបងប្អូនចំពោះបន្លែញាំយើងផ្សំមួយមុខបន្តិចគឺថាបានមួយចានគោមធំដែរបងប្អូនថាញាំតែបន្តិចទេហូបខ្លាចសល់ឥឡូវនេះគឺថាផ្សំនេះតិចនោះបន្តិចគឺថាចុកចានតែម្ដងបងប្អូនគឺញាំដាក់នេះគ្រឿងខ្លះទៅធ្វើឲ្យញាំយើងកាន់តែច្រើនបងប្អូនឥឡូវខ្ញុំហាន់វិញប៉ោះសសក់ហាន់រួចរាល់វិញប៉ោះខ្ញុំហាន់ចំណិតស្ដើងអញ្ចឹងមកពេញប៉ោះខ្ញុំដាក់តែពីផ្លែទេហើយខ្ញុំដាក់ខ្ទឹមបារាំងជំនួសខ្ទឹមក្រហមសំទោសបងប្អូនដាក់ខ្ទឹមក្រហមមួយដុំនិងសណ្តែកដីបុកហើយយើងដាក់ទឹកត្រីបងប្អូនដាក់មុំសិនមកដើម្បីកុំឲ្យញាំយើងប្រៃពេលយើងភ្លក់ហើយវាស្ទើរចាំយើងអាចថែមថយតាមនឹងហើយយើងដាក់ប៊ីចេងស្ករបន្ទាប់ចាក់ថៃថាវរបស់យើងចូលច្របល់ជាមួយគ្នាកូរច្របាច់មកឲ្យវាចូលជាតិល្អយើងដាក់ទុំបងប្អូនញាំវាច្រើនខ្ញុំប្រើក្រូចទេបងប្អូនខ្ញុំចូលចិត្តប្រើអំពិលទុំវាឆ្ងាញ់ជាងក្រូចបងប្អូនឃើញអត់បន្លែមិញតែប្រហែលមុខ3មុខទេតែចាត់ថាហើយគឺថាមួយចានធំបងប្អូនអើយតែចាក់ទៅមួយចានគោមនឹងពេញឥឡូវនេះញាំខ្ញុំគឺរួចរាល់ហើយបងប្អូនតំណងប្រហែលភាគរយកុំភ្លេចជួយដាក់បន្ទុកផងបងប្អូនណាឥឡូវមើលត្រីរបស់យើងថាតើវាចូលជាតិនៅដើម្បីយើងយកទៅចៀនឬក៏បំពងជាមួយញាំរបស់យើងនេះញាំរបស់យើងធ្វើការទុកវាមួយឡែកសិនបងប្អូននេះគឺយើងធ្វើអាញសិនដើម្បីបំពងត្រីចំហុយចំពោះត្រីចំហុយគឺទិញគេអស់តែ 5000 ទេបងប្អូនគឺបានត្រីចំនួន5បើគិតជាត្រីបែប1 1000អីហ្នឹងបងប្អូនគឺត្រីចំហុយយើងស្រស់ថ្មីហើយធំល្អមែនតើពេលដែលបំពងវាស្រួយគឺថាឆ្ងាញ់ណាស់បងប្អូនហូបជាមួយជ្រូកឬក៏ញាំគឺឆ្ងាញ់ដូចគ្នាចំពោះត្រីចំហុយនេះឥឡូវនេះត្រីចំហុយរបស់ខ្ញុំចាប់ផ្ដើមស្អិនមួយខាងខ្ញុំធ្វើការប្រែវាមួយខាងទៀតត្រីចំហុយយើងចៀនចេះក៏បានបងប្អូនចង់យកអាំងក៏បានស្រេចតែចំណង់ចំណូលចិត្តបងប្អូនឥឡូវនេះត្រីរបស់ខ្ញុំចាប់ផ្ដើមស្អិនហើយបងប្អូនគឺយើងធ្វើការចាប់ដាក់ចានមកដើម្បីហៅកូនជុំគ្នាញ៉ាំបាយបងប្អូនក្រៀមក្រោះមែនតែឆ្ងាញ់ណាស់ថ្ងៃហ្នឹងបងប្អូនអើយនេះគឺល្ងាចបាយជុំមិនថាមានសម្លឬក្រៀមក្រោះអីទេហូបទៅគឺឆ្ងាញ់មែនទែនបងប្អូនតែបើយើងហូបម្នាក់អត់សូវឆ្ងាញ់ទេហូបមានគ្នាដើមគ្នាអញ្ចឹងមិនឆ្ងាញ់បងប្អូនវីដេអូខ្ញុំ